បងប្អូនដែលសង្កេតឃើញរាល់ក្បាច់ក្នុងរបាំបុរាណខ្មែរហេតុអីបានជាមានភាពទន់ភ្លន់ល្មមចឹងតើតើជាមួយនឹងរបាំខ្មែរគឺជាសិល្បៈដែលបង្ហាញអំពីអត្តសញ្ញាណនៃសិល្បៈរបស់ខ្មែរយើងដែលដូនតាយើងបន្សល់ទុកតាំងពីជំនាន់យូរលង់ណាស់មកហើយតើតើជាមួយនឹងរបាំខ្មែរផងដែរគឺវាមានការស្ងប់ស្ងាត់មែនទែនទាំងការរាំក្បាច់ដៃជើងរចនារាងកាយចេញមកឡើងល្មុតល្មមទន់ភ្លន់មែនទែនពិតជាគួរឲ្យស្ងប់ស្ងាត់មែនទែនដែលដូនតាគាត់បានបន្សល់ទុកនៅកេរមរតកមួយទៀតបងប្អូនតើតើជាមួយនឹងរបាំបុរាណខ្មែរគឺមិនមែនចេះតែរាំទេណាតែតជាមួយនឹងការរាំមួយតែងតែមានចង្វាក់ល្បុតល្វន់ដៃជើងមានថារាំទៅតាមភ្លេងអីចឹងទៅហើយនៅក្នុងក្បាច់នីមួយៗក៏តែងតែមានបង្កប់នៅអត្ថន័យដ៏ជ្រាលជ្រៅមែនតើដែលបង្ហាញពីភាពថ្លៃថ្នូរនៃនារីសិល្បៈខ្មែរទាំងគ្រប់ទម្រង់ក្បាច់ខ្នាតអីទាំងអស់គឺបូកបញ្ចូលគ្នាដែលធ្វើឲ្យរបាំខ្មែរកាន់តែមានភាពស្រស់ស្អាតនិងភាពលេចធ្លោខ្លាំងមែនតើខ្ញុំនិយាយពិតជាគួរឲ្យស្ងាត់សរសើរនឹងដូនតាវីរបុរសរបស់ខ្មែរយើងតាំងពីចំនួនមែនតើថាគាត់បានបន្សល់ទុកនូវមរតកយ៉ាងមានតម្លៃចឹងអ្វីដែលសំខាន់គឺយើងមានតែចូលរួមថែរក្សា